ជាប្រៀបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលការដាំចេករបស់យើងណាគឺយើងដាំអញ្ចឹងណាបងប្អូនយើងជីកទីមួយយើងទុករណ្ដៅណាទុករណ្ដៅនេះសម្រាប់ខែប្រាំងយើងអាចចាក់ទឹកវាបានណាអញ្ចឹងវារស់ដោយសារទឹកអញ្ចឹងយើងទុករណ្ដៅវារៀងជ្រៅបន្តិចអញ្ចឹងមកណាហើយយើងដាំរៀងយើងបន្តិចណាដោយសារយើងអត់ទុកកូនវាទេគឺយើងដាំតែជា1ម៉ែត្រមួយណា1ម៉ែត្រមួយបើបច្ចេកទេសគេអាចដាក់1ម៉ែត្រកន្លះមួយហ្នឹងហើយអញ្ចឹងយើងមកមើលទស្សនាជំវិញចំការរបស់យើងបន្ថែមទៀតអញ្ចឹងយើងបានឆ្ការលបងរួចហើយណាអញ្ចឹងនៅគៀននេះយើងធ្វើការដាំប្រភេទប្រកបព្រៃណានេះប្រកបព្រៃយើងជីកដាំពីស្រោចទឹកវាផងណាយើងជីកដាំដើម្បីយកប្រកបចិនយកមកតណានេះចឹងដាំគៀនលបងហ្នឹងគៀនលបងគៀនបន្លាយណាព្រោះដោយសារគៀនបន្លាយនេះយើងដាំឲ្យអត់កើតទេណាយើងអាចដាក់ប្រកបព្រៃសិនណាបន្ទាប់ពីប្រកបព្រៃនឹងបានដើមប៉ិនមេដៃហ្នឹងហើយយើងនឹងធ្វើការយកវាមកបិទណាយកប្រកបចិនហ្នឹងអាពួកពូជល្អហ្នឹងយកមកបិទណានេះហើយទូចយើងដាំបន្ទូចហ្នឹងមួយឆ្នាំយើងអាចយកមកកាត់តបានណាមេឃត្រឹមប៉ិនមេដៃយើងអាចធ្វើការកាត់តបានទូចជាងហ្នឹងក៏បានដែរណាប៉ុន្តែយើងបានប៉ិនមេដៃល្អណាវាអាចឆាប់ធំលឿនអញ្ចឹងយើងដាំមកជួរហ្នឹងណាគៀនរបងហ្នឹងហើយនេះដើមកសាំងដ៏ធំមួយយើងនឹងធ្វើការកម្ចាត់ចេញដោយសារយើងអត់ទុកធ្វើស្អីទេទុកវាអត់បានប្រយោជន៍ច្រើនណាអញ្ចឹងយើងអាចធ្វើការកាត់ដាក់ដាំប្រភេទអ្វីផ្សេងទៀតណាបងប្អូនអញ្ចឹងនេះប្រកបព្រៃណាទូចដោយសារយើងត្រឹមដាំដែរនេះអញ្ចឹងយើងធ្វើការមើលនេះគៀននេះសិតតែប្រកបព្រៃណានេះយើងត្រឹមដាំហើយយើងឆ្ការជុំវិញអាសានេះក្រូចឆ្មាបងប្អូនណាក្រូចឆ្មាគឺចាប់ដើមក្រាបហើយខែ11នេះណាក្រាបធំបណ្ដាហើយយើងអាចធ្វើការដាក់ជីបាញ់ទៅវាបន្ថែមទៅណាអញ្ចឹងនេះទាក់ទងទៅនឹងប្រកបណានេះតាមប្រកបព្រៃណាយើងដាំប្រភេទប្រកបព្រៃសិនណាបន្ទាប់ពីវាធំប៉ិនមេដៃហើយយើងអាចធ្វើការកាត់តវាបានណាបងប្អូននេះគៀនហ្នឹងយើងធ្វើការកាប់ឆ្ការឲ្យស្អាតណាឲ្យស្អាតហើយយើងធ្វើការកាប់បំផុសវាដាក់ជីណាដើម្បីបំប៉នផ្លែវាណាជីកំប៉ុស្តជីគីមីអីលាយគ្នាបន្ថែមទៅណាបងប្អូនដើម្បីឲ្យវាល្អនេះក្រូចខ្ញុំវាមិនសូវជាល្អទេដោយសារយើងអត់បានថែដល់វាទេណាជីក៏មិនសូវបានដាក់ចឹងយើងធ្វើការកាប់ឆ្ការឲ្យស្អាតចឹងមកជុំវិញលបងរបស់យើងខែនេះខែ11ហ្នឹងណាចឹងនេះក្រូចពោធិ៍សាត់ណាវាចាប់ដើមចេញត្រួយហើយដោយសារយើងបានដាក់ជីរួចហើយយើងធ្វើការបាញ់ថ្នាំយកស្លឹកវាណាយើងបានដាក់ជីនេះស្នាមដាក់ជីណាស្នាមដាក់ជីរួចហើយណាគឺយើងដាក់ជំវិញគល់អញ្ចឹងយើងស្អំយើងធ្វើការកាន់អញ្ចឹងមកណាតិចលាស់ត្រួយបានហូបហើយណាជំវិញលបងរបស់យើងណាតំណេយើងធ្វើការដាំតិចតួចទៅណាបងប្អូនគ្រាន់បានបេះហូបណាក្រូចឆ្មាល្អគ្រាន់បើណាតែស្លឹកប្រាក់បន្តិចអាហ្នឹងយើងបានបាញ់ជាប់ពេលដែលវាលាស់ត្រួយមកយើងកុំភ្លេចបាញ់ឲ្យជាប់ណាបាញ់ថ្នាំឲ្យបានកន្លះខែទៅគឺបាញ់4ថ្ងៃឬ3ថ្ងៃម្ដងណាអញ្ចឹងយើងបាញ់តែប្រហែលជា3ដងគឺវាល្អហើយណាតែយើងអត់បានបាញ់គឺអត់ល្អទេណាបងប្អូននេះដើមក្រូចឆ្មាណាចឹងឡើយនេះដាច់បណ្ដៅយើងអាចធ្វើការជួសវាបន្ថែមណាហើយខ្ញុំនឹងធ្វើការកម្ចាត់ចេកចេញដោយសារក្រូចវាចាប់ដើមពេញហើយយើងអាចធ្វើការកម្ចាត់ចេកចេញខ្លះទៅដើម្បីបានទទួលផលក្រូចណាក្រូចនេះជា10ឆ្នាំហើយបងប្អូនយើងធ្វើការដាក់ជីវាបំប៉នវាបន្ថែមទៅបើមិនបំប៉នគឺងាប់អស់ណាអញ្ចឹងចេកនេះយើងធ្វើការយកចេញណាចេកនេះក្រានេះបងប្អូនណាសឹកខមកនេះបាទអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូណាចំការក្រូច
នឹងចេកណាតំណាំចម្រុះបងប្អូនអរគុណច្រើន